ត្រីបំពងទឹកត្រីផ្អែមជាមួយផ្កាស្តៅអូយយពិតជាឆ្ងាញ់ខ្លាំងមែនទែនបងចាជាវិថាផ្កាស្តៅហ្នឹងយើងធ្វើអីក៏ត្រូវដែរមិនថាញ័រមិនថាទឹកគ្រឿងចាមិនថាយើងមកផ្ទាប់ជាមួយត្រីបំពងត្រីផ្អែមអញ្ចឹងជាវិថាត្រូវគ្នាខ្លាំងណាស់បងអើយជាតិនោះជាតិចាជាវិថាត្រីយើងពងឲ្យស្រួយមកធ្វើត្រីផ្អែមចាប្រៃជូរអែមទៀតជាតិនេះឥឡូវដាំទឹកស្រស់ផ្កាស្តៅសិនបងចាជាថាស្តៅពេលនេះឥឡូវដល់ផ្កាស្តៅអញ្ចឹងនិយាយវិថាអូយបានហូបរាល់ថ្ងៃចាជាវិថាតម្លៃគេក៏ធូរថ្លៃដែរឥឡូវសបោណាបងចាអញ្ចឹងនិយាយវាថាខ្ញុំនិយាយវាថាខ្វះកទិញស្ដៅយកមកទុកទូតកអញ្ចឹងតែម្ដងសម្រាប់បងអ្នកគាត់ចូលចិត្តហូបផ្កាស្ដៅវិញបានយកអារម្មណ៍មួយនឹងចាថាណាអ្នកអត់ចូលចិត្តវិញអត់មានខ្វះកជាមួយទេចាអ្នកខ្លះគឺថាគាត់ថាល្វីងអញ្ចឹងទៅបើសម្រាប់គ្រួសារបងប្អូនខ្ញុំវិញចេះហូបទាំងអស់ទៅផ្កាស្ដៅគឺថាឆ្ងាញ់ធ្វើអីក៏ត្រូវដែរចាថ្ងៃនេះគឺថាចាទិញត្រីគេ1គីឡូមកចាអត់បានត្រីយើងត្រីស្រែអីទេគឺថាត្រីសមុទ្រយើងនឹងឯងអញ្ចឹងបងយកមកពងឲ្យធ្វើត្រីផ្អែមជាវាថាមុនពងត្រីយេវាត្រៀមចាខ្លាញ់យេផ្ទុះលោតចោលចន់ចាន់ចន់ឆ្នាំងអស់ហើយបងអើយចាដាក់ត្រីទាំងសើមានទឹកមានអីពេលប៉ះខ្លាញ់ទៅមានណាលោតយកជាគ្នាចាឥឡូវបុកនេះសិនបងប្អូនបុកទៅជាលក់សិនដាក់ត្រីចោលសិនទៅចាហើយទឹកជាលក់យើងថ្ងៃហ្នឹងវិញធ្វើត្រីផ្អែមចាគឺថាដាក់ស្ដាយដីរៀងច្រើនបន្តិចមកអូយជាតិណាចាអាកាសធាតុជាអញ្ចឹងគឺថាបានហូបតែអញ្ចឹងទេបងទឹកគ្រឿងទៅចាញ់ញោមទៅត្រីផ្អែមអីចឹងទៅចាប្រហុកចំហុយប៉ុយចឹងទៅនិយាយវាត្រូវគ្នាណាអាកាសធាតុជាអញ្ចឹងចាហើយបើថាហូបមហូបអីផ្សេងពីអាហ្នឹងគឺថាបាយអត់កើតទេចាមហូបបែបនេះគឺថានិយាយថាបាយចុះខ្លាំងមែនតើចេះវាថាអូយទាំងវែងឆ្នាំងវែងណាមានចាក់ដាក់ចានផ្សំគ្រឿងទេចាអញ្ចឹងភើខ្ញុំនេះឯងបុកក្នុងត្បាល់ផ្សំគ្រឿងក្នុងត្បាល់ហើយមកយកចាក់មកចានវិញអញ្ចឹងណាចាឆេបគឺល្បីចាគឺល្បីនិយាយទៅថាតែស្កណាតែឃើញគេធ្វើអីត្រែនហ្នឹងគឺថាហួរពីមុខខ្ញុំទេចាឲ្យថាឃើញគេធ្វើអីធ្វើតាមគេឯងគេល្បីអាធ្វើទឹកជ្រលក់ក្នុងត្បាល់ចាឥឡូវបានរួចហើយបងនេះអូយតំណងខ្លាំងណានិយាយពីថាមកវយសម្លេងនេះចាំហូបម្ដងទៀតចានិយាយពីទឹកគ្រឿងទឹកត្រីផ្អែមចាទឹកត្រីផ្អែមជាមួយលក់យើងហ្នឹងគឺប្រើតែជីសុទ្ធណាបងចាបន្លែអត់សូវមានអីច្រើនទេទឹកត្រីផ្អែមគឺត្រូវជាមួយជីចានិយាយពីថាផ្ទាល់មាននំបញ្ចុកទៀតជាតិដែរបើជាតិដែរបងអើយចានិយាយពីថាខ្វះនំបញ្ចុកមកទៀតបាននំបញ្ចុកទៀតអើយនិយាយពីថាជាតិណាចាអត់និយាយលេងសើចទេណាឆ្ងាញ់មិនមែនណាបងមកហូបមួយខ្ញុំបងដឹងអត់ឲ្យតែកូនទី2ចូលធ្វើម្ហូបវិញអញ៉ៃច្បោកច្បល់មែនតើខ្ញុំដាក់trongវីដេអូឲ្យបងប្អូនមើលពេញហ្មងតើនិយាយវាថាកូនទី2នេះវិញជៀនត្រីវិញត្រីលោតចេញពីខ្ទះក៏មានដែរនិយាយវាថាខ្ញុំខ្លាញ់ខ្លាំងមែនតើរឿងត្រីលោតចេញពីខ្ទះឲ្យខ្លាញ់ក៏មកជាមួយនិយាយវាថាដៃបាំងតែមុខទេខ្លាញ់ខូចសម្រស់បងអូយយោនិយាយវាថាចាប់ឡើងនិយាយម៉ែជេររហូតដល់ឯង